ជំរាបសួរលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលំដាប់តទៅនេះខ្ញុំបាទវ៉ែនសវុទ្ធីនិងលោកស្រីចាភិរុនសូមជូនព័ត៌មានរបស់វិទ្យុជាតិកម្ពុជាជាដំបូងសូមជូនមេតិការព័ត៌មានសំខាន់ប្រធានរដ្ឋសភាកោតសរសើររាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះពលរដ្ឋក្នុងគ្រោះទឹកជំនន់វៀតណាមរងឥទ្ធិពលព្យុះទីហ្វុងមួយទៀតខណៈមនុស្សស្លាប់កើនដល់23នាក់និងបាត់ខ្លួន14នាក់តទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងគ្រប់ប្រភេទដែលបានខិតខំចុះអន្តរាគមន៍ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋបានទាន់ពេលវេលាសម្ដេចពញាចក្រីហេងសំរិនបានកោតសម្គាល់ថាក្នុងគ្រាគ្រោះទឹកជំនន់នៅតាមបណ្ដាខេត្តពោធិ៍សាត់បាត់ដំបងប៉ៃលិនជាដើមនេះគឺរាជរដ្ឋាភិបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងគ្រប់ប្រភេទបាននាំយកប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលានិងបានបន្តចាត់វិធានការផ្សេងៗតាមសភាពការជាក់ស្ដែងក្នុងការឆ្លើយតបគ្រោះធម្មជាតិក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតតាមរយៈទំព័រ Facebook ផ្លូវការរបស់សម្ដេចពញាចក្រីហេងសំរិនបានលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាសមាជិករាជរដ្ឋាភិបាលស្ថាប័នជាតិអន្តរជាតិបន្តសកម្មភាពមនុស្សធម៌ដែលបានអនុវត្តកន្លងមកក្នុងការជួយឧបត្ថម្ភគាំពារដល់ប្រជាពលរដ្ឋរងគ្រោះនៅជំនួយសង្គ្រោះបន្ទាន់មានសម្ភារៈប្រើប្រាស់ថវិកាថ្នាំសង្កូវជាដើមឲ្យបានទាន់ពេលវេលាជាមួយគ្នានេះក៏បានអំពាវនាវឲ្យជនរួមជាតិពិសេសពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់តែម្ដងរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារព្រមទាំងរក្សាអនាម័យរស់នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗនិងចាស់ជរាដែលជាជនងាយរងគ្រោះដោយប្រការផ្សេងៗរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថាចំនួនទឹកភ្លៀងបានធ្វើឲ្យលិចលង់រាជធានីខេត្តចំនួន11និងបណ្ដាឲ្យមនុស្សស្លាប់ចំនួន10នាក់ខណៈមនុស្សជិត10000នាក់ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាពក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង100,000នាក់ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានខេត្តពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យប៉ៃលិនឧត្តរមានជ័យនិងស្ទឹងត្រែងឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមអនុប្រធានទី1នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី13ខែតុលាឆ្នាំ2020នេះបានបន្តបេសកកម្មរបស់ខ្លួនទៀតហើយដោយចុះទៅតាមបណ្ដាខេត្តភាគពាយ័ព្យដើម្បីពិនិត្យស្ថានភាពជន់លិចនិងការជួយសង្គ្រោះប្រជាពលរដ្ឋតាមការគ្រោងទុកក្នុងដំណើរចុះពិនិត្យស្ថានភាពរងគ្រោះដោយទឹកជំនន់នាពេលនេះឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមនឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យពោធិ៍សាត់និងបាត់ដំបងឥទ្ធិពលសម្ពាធទាបនិងព្យុះបានធ្វើឲ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិចខេត្តបាត់ដំបងនិងពោធិ៍សាត់រងការជន់លិចធ្ងន់ធ្ងរជាងគេឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមបានប្រាប់ថាគិតត្រឹមថ្ងៃទី12ខែតុលាឆ្នាំ2020ខេត្តចំនួន17បានរងការជន់លិចដោយសារចំនួនទឹកភ្លៀងនិងទឹកទន្លេមេគង្គផងដែរទឹកជំនន់ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង30,000គ្រួសារប្រជាពលរដ្ឋជាង2000គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផ្ទះប្រជាពលរដ្ឋជាង30,000ខ្នងរងការជន់លិចនិងខូចខាត30ខ្នងទឹកជំនន់នេះធ្វើឲ្យលិចផលដំណាំប្រជាពលរដ្ឋជាង120,000ហិកតាក្នុងនោះស្រូវជិត80,000ហិកតានិងដំណាំផ្សេងជាង40,000ហិកតាក្រៅពីផលដំណាំទឹកជំនន់នេះបានបំផ្លាញផ្លូវនិងស្ពានជាច្រើនផងដែររឿងដែលសោកស្ដាយខ្លាំងនោះទឹកជំនន់នេះបានបង្កឲ្យប្រជាពលរដ្ឋ10នាក់ស្លាប់បាត់បង់ជីវិតនិង2នាក់បានរងរបួសឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមបានសម្ដែងការសោកស្ដាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះហើយបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសវាងហានិភ័យនិងគ្រោះថ្នាក់ផ្សេងបណ្ដាលមកពីទឹកជំនន់នេះអភិបាលរាជធានីភ្នំពេញបន្តណែនាំដល់កងកម្លាំងរាជអាវុធហត្ថឲ្យបន្តជួយការងារសង្គមនិងទប់ស្កាត់ក្រុមជ្រុលនិយមក្បត់ជាតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជាដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅដោយសុខសែនខ្សាន្តក្នុងមលុបសន្តិភាពសូមស្ដាប់នាយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យបន្តត្រៀមលក្ខណៈជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋានលើការជួយសង្គ្រោះ
ក្នុងហេតុការណ៍ណាមួយដូចជាគ្រោះមហន្តរាយគ្រោះអគ្គីភ័យនិងការអន្តរាគមន៍ចំពោះករណីគ្រោះទឹកជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុឯកឧត្តមបានបញ្ជាក់ថាកិច្ចការងារជួយសង្គមបន្ថែមនេះគឺបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានជាច្រើនខណៈដែលកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្មដូចជាការបង្ក្រាបបទល្មើសនិងបញ្ហាអសន្តិសុខនានាក្នុងសង្គមដែលធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានបន្តអំពាវនាវដល់កម្លាំងសមត្ថកិច្ចឲ្យត្រៀមលក្ខណៈជួយអន្តរាគមន៍ការពារសុវត្ថិភាពសង្គមនិងការពារសន្តិភាពឲ្យបានគង់វង្សខណៈដែលក្រមជ្រុលនិយមក្រៅច្បាប់មិនទាន់លះបង់គំនិតបំផ្លាញសេចក្តីសុខនិងសុខសន្តិភាពរបស់កម្ពុជានៅឡើយទេជាក់ស្ដែងមេដឹកនាំសហជីពខ្លះបានបំផុសឲ្យកម្មការិនីក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើកោតកម្មមិនចូលធ្វើការងារក្រោមហេតុផលមិនសមរម្យនិងមានចរិតនយោបាយញុះញង់រុញឲ្យខ្លោចដុតឲ្យឆៅដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងផ្ទុយពីច្បាប់ឯកឧត្តមណែនាំឲ្យកម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវធ្វើប្រហែសបានឡើយត្រូវគោរពតាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដើម្បីត្រៀមការពារកុំឲ្យពួកក្រុមឧទាមពួកក្បត់ជាតិទាំងនោះបានសម្រេចបំណងប្រាថ្នាបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតកម្លាំងប្រដាប់អាវុធយើងមិនត្រឹមតែបំពេញការងារសន្តិសុខសម្រាប់ងាប់សាធារណៈប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកម្លាំងត្រៀមអន្តរាគមន៍ដ៏មានប្រសិទ្ធភាពលើគ្រប់ភារកិច្ចសង្គមទាំងអស់ត្រៀមរងចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងករណីទប់ស្កាត់ផែនការវិលត្រឡប់ចូលស្រុកជាលើកទី2របស់តន្តិតសំរងស៊ីនិងបព្វពួកដើម្បីធានាប្រក្រតីភាពសង្គមរក្សាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងធានាបាននូវការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះមេខ្លាំងបដិវត្តពណ៌ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ផងដែរថាកងរាជអាវុធហត្ថទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀតព្រោះថានាពេលខាងមុខសភាពការពិបាកនឹងសន្និដ្ឋានដោយសារជំងឺ Covid-19 និងឧបាយកលបំផ្លាញសន្តិភាពមិនដឹងថាបទល្មើសអ្វីខ្លះវានឹងអាចកើតមានឡើងពិសេសត្រូវយកចិត្តទុកដាក់លើវិធានការតាមដានក្តាប់ឲ្យជាប់នៅរាល់ព័ត៌មានប្រែប្រួលការងារអប់រំពង្រឹងផ្នែកនីតិវិធីធ្វើជាគំរូល្អសម្រាប់ការគោរពវិន័យកងទ័ពគំរូក្នុងការប្រតិបត្តិច្បាប់ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងបដិញ្ញាការពារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដើម្បីសម្រេចបានភារកិច្ចទាំងអស់នេះឯកឧត្តមសៅសុខាបានដាក់ទិសស្លោកជួយគិតជួយធ្វើរួមគ្នាទទួលខុសត្រូវចំពោះប្រទេសជាតិវិញត្រូវតែការពារបម្រើប្រជាពលរដ្ឋហើយរាល់បទល្មើសត្រូវតែបង្ក្រាបឯកឧត្តមបានបញ្ជាក់ថាដើម្បីអនុវត្តនៅទូនាទីនិងភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកំណត់យកកិច្ចការអាទិភាពចំនួន7ធ្វើជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាពមានដូចជាការហូបចុកស្លៀកពាក់ការសាងសង់សំណង់អគារសម្រាប់ស្នាក់នៅធ្វើការរៀនសូត្រការថែទាំសុខភាពការអប់រំវឹកវើនិងរៀនសូត្រការធានាមធ្យោបាយធ្វើដំណើរឧបករណ៍សម្ភារៈគ្រឿងបំពាក់និងកំសាន្តលំហែគោលនយោបាយលើកទឹកចិត្តព្រមទាំងដោះស្រាយនៅពេលជួបទុក្ខលំបាកខ្ញុំបាទជីវិជ្ជការវិទ្យុជាតិកម្ពុជាប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែងបានបន្តក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងទន្លេទាំង4ក្នុងខេត្តសូមលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់នាពេលនេះខណៈដែលទឹកទន្លេសេកុងនិងសេសានកំពុងហក់ឡើងខ្ពស់ងាយប្រឈមបញ្ហាគ្រោះថ្នាក់នានាកើតឡើងច្រើនក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេសេកុងហក់ឡើងខ្ពស់កាលពីថ្ងៃទី12ខែតុលាឆ្នាំ2020នេះលោកប៉ាងពេងប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែងបានស្នើឲ្យប្រជាពលរដ្ឋយើងត្រូវត្រៀមលក្ខណៈគ្រប់មធ្យោបាយរួមមានទូកក្តារម៉ាស៊ីនអាវពោងស្បៀងអាហារឲ្យបានគ្រប់គ្រាន់ហើយនៅតាមគ្រួសារនីមួយៗត្រូវថែរក្សាសុខភាពនិងការពារកូនចៅកុំឲ្យចុះលេងទឹកដើម្បីបញ្ជា
បញ្ហាគ្រោះមហន្តរាយគ្រោះពីទឹកជំនន់នេះលោកបញ្ជាក់ថាទឹកទន្លេមេគង្គមិនទាន់មានការគំរាមកំហែងមកលើប្រជាពលរដ្ឋមែនប៉ុន្តែទឹកទន្លេសេកុងបានឡើងពេញព្រៀបច្រាំងទៅហើយដូចនេះចូលបងប្អូនត្រូវប្រុងប្រយ័ត្នទៅតាមការណែនាំរបស់ស្ថាប័នជំនាញលោកថាករណីនេះចូលបងប្អូនមើលថែកូនចៅហើយត្រូវបញ្ជាសត្វចិញ្ចឹមទៅទីទួលសុវត្ថិភាពនិងប្រុងប្រយ័ត្នចំពោះសត្វមានអាសិរពិសឬខាំលោកខួនភូនប្រជាជនរស់នៅភូមិស្រែតាប៉ានឃុំសាមខួយបានទទួលយកការណែនាំនេះព្រោះបានដាស់ស្មារតីដល់ប្រជាពលរដ្ឋបានច្រើនជាពិសេសអ្នកធ្វើដំណើរតាមទូកតូចៗឆ្លងអូរព្រែកបានប្រុងប្រយ័ត្នការពារសុវត្ថិភាពដោយខ្លួនឯងសូមបញ្ជាក់ថានៅថ្ងៃទី12ខែតុលានេះទឹកទន្លេសេកុងមានកម្ពស់10.52 ម៉ែត្រឡើងខ្ពស់ជាងថ្ងៃម្សិលមិញ1.58 ម៉ែត្រចំណែកទឹកទន្លេសេសានមានកម្ពស់5.30 ម៉ែត្រនិងទឹកទន្លេមេគង្គមានកម្ពស់7.14 ម៉ែត្រលោកញឹកសារ៉ែនអភិបាលរងស្រុកកោះក្រឡបានឲ្យដឹងថាបញ្ហាចំនួនទឹកភ្លៀងនាចុងរដូវវស្សាក្នុងឆ្នាំ2020នេះមិនត្រឹមតែបង្កឲ្យមានការជន់លិចនៅតាមបណ្ដាស្រុកជាប់ស្ទឹងធំៗក្នុងខេត្តឬស្រុកជាប់ព្រំដែនថៃនោះទេវាក៏បានបង្កឲ្យមានការលិចលង់និងប៉ះពាល់ដល់ស្រុកកោះក្រឡក្នុងខេត្តបាត់ដំបងដែលជាស្រុកមួយដែលតែងជួបបញ្ហាគ្រោះរាំងស្ងួតសឹងរាល់ឆ្នាំនិងមានស្ថានភាពដីខ្ពស់មិនងាយមានទឹកជំនន់ហូរដល់ស្ទើរតែគ្រប់ឃុំដោយទឹកជំនន់ហូរដល់ស្រុកកោះក្រឡនេះគឺហូរចេញពីស្រុកសង្កែនិងស្រុកបាណន់ព្រោះថាស្រុកទាំងពីរនេះកំពុងជួបបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរក្នុងចំណោមបណ្ដាក្រុងនិងស្រុកមួយចំនួនទៀតលោកបានបន្តថាចំនួនទឹកនេះបានប៉ះពាល់ខ្លាំងនៅឃុំហប់រហូតដល់មានការជន់លិចលង់ផ្ទះប្រជាពលរដ្ឋចំនួន79គ្រួសារនិងត្រូវបានអាជ្ញាធរនិងកងកម្លាំងទាំង3បានជួយអន្តរាគមន៍យកមកកាន់ទីទួលសុវត្ថិភាពដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេលោកបានបញ្ជាក់ថាចំពោះចំនួនទឹកភ្លៀងនេះក៏បានហូរចូលក្នុងស្រះទឹកធំៗក្នុងស្រុកទាំងមូលដើម្បីទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខហើយកម្រិតទឹកដែលហូរចូលក្នុងស្រះទាំងអស់នោះនឹងធ្វើឲ្យស្រុកកោះក្រឡដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់បានមួយផ្នែកធំផងដែរក្នុងពេលចុះចែកស្បៀងសង្គ្រោះបឋមដល់ពលរដ្ឋរងគ្រោះដោយចំនួនទឹកភ្លៀងក្នុងស្រុកកោះក្រឡនិងស្រុកសង្កែកាលពីថ្ងៃទី12ខែតុលាឆ្នាំ2020ឯកឧត្តមងួនរតនៈអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅដោយត្រូវហាមមិនឲ្យលេងទឹកប្តីផ្ដាស់ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុនិងត្រូវនាំគ្នាថែរក្សាសុខភាពជាដើមឯកឧត្តមបានបញ្ជាក់ថាចំពោះទឹកជំនន់នៅខេត្តបាត់ដំបងគិតត្រឹមថ្ងៃទី12ខែតុលាមានស្រុកមួយចំនួនបានធូរស្បើយខណៈមួយចំនួនទៀតនៅធ្ងន់ធ្ងរនៅឡើយពិសេសស្រុកនៅខាងក្រោមស្ទឹងធំៗដោយអាជ្ញាធរខេត្តកំពុងជួយសង្គ្រោះពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពរួមទាំងផ្ដល់នូវស្បៀងអាហារនិងថ្នាំសង្កូវជូនប្រជាពលរដ្ឋហើយចំពោះស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែក៏បានស្រកបន្តិចផងដែរលោកអ្នកនាងស្ដាប់ជាទីមេត្រីតទៅនេះសូមជូនព័ត៌មានអន្តរជាតិអាញាធរអូតូនិយមវៀតណាមបានឲ្យដឹងថាព្យុះទីហ្វុងណាងកានៅសមុទ្រចិនខាងត្បូងបានបង្កឲ្យភាគកណ្ដាលនិងខាងជើងប្រទេសអាស៊ានមួយនេះរងឥទ្ធិពលដោយវានឹងបង្កឲ្យមានខ្យល់បក់បោកខ្លាំងនិងភ្លៀងធ្លាក់យ៉ាងគំហុកចាប់តាំងពីថ្ងៃអង្គារនេះរហូតដល់ថ្ងៃពុធស្អែកនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃទី13ខែតុលាឆ្នាំ2020ព្យុះខាងលើនេះនឹងធ្វើដំណើរទៅដល់ភាគកណ្ដាលនិងខាងជើងវៀតណាមនៅរសៀលថ្ងៃពុធស្អែកនេះជាមួយនឹងល្បឿនរហូតដល់100គីឡូម៉ែត្រក្នុង1ម៉ោងហើយវាក៏នឹងជះឥទ្ធិពលដ៏ខ្លាំងក្លាទៅលើតំបន់ឆ្នេរភាគអាគ្នេយ៍នៃខេត្តហៃណានរបស់ប្រទេសចិនផងដែរគួរបញ្ជាក់ថាណាងកាគឺជាព្យុះកំណាចថ្មីមួយទៀតដែលនឹងមានឥទ្ធិពលខ្លាំងមកលើវៀតណាមបន្ទាប់ពីបណ្ដាខេត្តភាគកណ្ដាលរបស់វៀតណាមទើបទទួលរងការវាយប្រហារដោយខ្យល់ព្យុះលីហ្វាដែលបានឆក់យកជីវិតមនុស្ស23នាក់និង14នាក់ទៀតបន្តបាត់ខ្លួនព្យុះទីហ្វុងណាងកានឹងមានឥទ្ធិពលលើភាគកណ្ដាលនិងខាងជើងប្រទេសវៀតណាមព្រមទាំងបណ្ដាខេត្តទីក្រុងស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិនផងដែរព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅពេលនេះចប់តែប៉ុណ្ណេះ